របៀបកំណត់អាសយដ្ឋានសម្រាប់ការដឹកជញ្ជូនតាមរយៈ CE Express ក្នុងកម្មវិធី Taobao ជាដំបូងចូលមកកាន់ app ceexpress.cn ចុចត្រង់នេះដើម្បីបដូរទៅជាភាសាខ្មែរចុចចុះឈ្មោះបំពេញលេខទូរស័ព្ទរបស់អ្នកមិនបញ្ចូលលេខ0ខាងមុខបន្ទាប់មកចុចផ្ញើលេខកូដសម្ងាត់បន្តមកទៀតបញ្ចូលលេខកូដផ្ទៀងផ្ទាត់ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់យើងហើយធ្វើការកំណត់លេខកូដសម្ងាត់របស់លោកអ្នកជ្រើសរើសប្រភពនៃការចុះឈ្មោះចុចចុះឈ្មោះមានកំណត់អាសយដ្ឋានសម្រាប់ដឹកជញ្ជូនដល់ទីតាំងចុចលើអាសយដ្ឋានជ្រើសរើសដឹកជញ្ជូនដល់ទីតាំងរបស់អ្នកឬក៏ទទួលអីវ៉ាន់ដោយខ្លួនឯងនៅហាង CEL សូមចុចដឹកជញ្ជូនដល់ទីតាំងរបស់អ្នកចុចទៅលើបញ្ចូលអាសយដ្ឋានចុចបន្តដើម្បីកំណត់ទីតាំងលើផែនទីបន្ទាប់មកបំពេញព័ត៌មានរបស់លោកអ្នកចំណាំសូមបំពេញអាសយដ្ឋានឲ្យបានលម្អិតលេខទូរស័ព្ទនិង Telegram ដើម្បីសម្រួលដល់ការដឹកជញ្ជូនបានឆាប់រហ័សចុចកំណត់អាសយដ្ឋាននិងរក្សាទុកនោះក៏ចាប់ទំនិញរបស់លោកអ្នកនឹងត្រូវបានដឹកជញ្ជូនទៅកាន់ទីតាំងដែលបានកំណត់ត្រឡប់ទៅកាន់ទំព័រដើមសូមចុចអាសយដ្ឋានឃ្លាំងនៅប្រទេសចិនជ្រើសរើសទីតាំងឃ្លាំងនៅប្រទេសចិនសម្រាប់មធ្យោបាយដែលលោកអ្នកចង់ដឹកជញ្ជូនចុចចម្លងទាំងអស់ហើយចុចចងចាំការកំណត់ក្នុងអាសយដ្ឋានដឹកជញ្ជូនក្នុង app Taobao ជាដំបូងចូលមកកាន់កម្មវិធី Taobao ចុច My Taobao ចុចការកំណត់ទីតាំងសម្រាប់ការដឹកជញ្ជូនបន្ទាប់មកចុចដាក់ទីតាំងរួចចុច Allow Pass ហើយចុច Confirm Pass ចំណាំសំខាន់សូមប្រាកដថាអាសយដ្ឋាននិងឈ្មោះអ្នកទទួលមានលេខ CEID និងមធ្យោបាយដឹកជញ្ជូនដូចក្នុងវីដេអូនេះបើសិនបើខ្វះព័ត៌មានណាមួយសូមធ្វើការ copy ម្ដងមួយពី FCE ដាក់ក្នុង app Taobao ឲ្យបានត្រឹមត្រូវ